បាទថ្ងៃបងប្អូនអ្នកគ្នាខ្ញុំសង្ឃឹមថាវីដេអូដែលខ្ញុំធ្វើទៅនេះនឹងមានសារៈប្រយោជន៍ឬក៏គុណប្រយោជន៍ទៅដល់បងប្អូនជាកសិករស្រុកមីមុតទាំងអស់គ្នាណាដោយសារតែខ្ញុំធ្វើនេះមិនមែនខ្ញុំចង់តង់ឬក៏តង់ល្បីអំពីវីដេអូដែលកំពុងតែមានការផ្ទុះឬក៏ចាប់អារម្មណ៍អីទេគឺខ្ញុំធ្វើនេះគឺខ្ញុំចង់ការពារផលិតផលដំណាំកសិកម្មលក្ខណៈគ្រួសាររបស់ខ្ញុំរបស់បងប្អូនប្រជាពលរដ្ឋស្រុកមីមុតទាំងអស់គ្នាដែលគាត់ដាំជាលក្ខណៈគ្រួសារសោះបែរជាខូចឈ្មោះខូចកិត្តិយសស្រុកមីមុតទាំងអស់គ្នាណាខ្ញុំសង្ឃឹមថាបងប្អូនបានមើលវីដេអូនេះហើយនឹងវិភាគនឹងយល់ទៅតាមកលៈទេសៈណាកុំសូមបងប្អូនទាំងអស់គ្នាកុំវាតម្លៃថាឲ្យតែតរេនមីមុតឬក៏អ្នកមីមុតគឺសុទ្ធតែរស់ស៊ីមិនល្អតរេននាំចូលតរេន VN អីណាវាអត់ទាំងអស់ទេបងប្អូនវាមិនទាំងអស់ទេសម្រាប់ជនដែលពួកគាត់ធ្វើបែបនេះគឺមានអត់ច្រើនទេគឺមានតែប្រហែលអ្នកតែប៉ុណ្ណោះតែសម្រាប់បងប្អូនប្រជាកសិករយើងដែលគាត់ស្លូតត្រង់គឺគាត់ដាំជាលក្ខណៈគ្រួសារធម្មជាតិ 100% នេះគឺមានច្រើនមែនទេបងប្អូនយើងមិនអាចវាយតម្លៃថាតរេននេះតរេននោះស្រុកនេះស្រុកនោះសុទ្ធតែតរេនគីមីតរេនខូចតរេនពុលអីទាំងអស់ទេវាមិនខុសពីប្រទេសជិតខាងយើងទេបងប្អូនឃើញហ្នឹងមករយៈនឹងប្រទេសជិតខាងយើងគឺនៅខាងត្បូងណាដែលគេជាប់ឈ្មោះថាខូចហ្នឹងបើយើងដូចវីដេអូខ្ញុំនិយាយសារមុនអញ្ចឹងខ្ញុំថាទោះបីប្រទេសវៀតណាមហ្នឹងគឺគេខូចឈ្មោះមែនក៏ប៉ុន្តែមិនមែនប្រជាពលរដ្ឋគេទាំងអស់ទេដែលប្រជាពលរដ្ឋគេខ្លះក៏គេមានការធ្វើស្តង់ដារបៀបលក្ខណៈធម្មជាតិដែរតែមានពូខែខូចមួយចំនួនអញ្ចឹងណាអញ្ចឹងអាអ្នកខែខូចមួយចំនួនហ្នឹងប្រទេសណាក៏មានដែរតែតែមានគ្រប់ប្រទេសគ្រប់កន្លែងហ្នឹងបងប្អូនអ្នកខូចអ្នករស់ស៊ីមិនត្រង់មិនល្អណាអញ្ចឹងវីដេអូនេះខ្ញុំសូមផ្ញើជូនទៅដល់បងប្អូនទាំងអស់ដែលធ្លាប់តែងតែនិយមគ្រប់គ្រងដំណាំតរេននៅខាងស្រុកមីមុតមិនថាភូមិឃុំណាទេឲ្យតែខាងស្រុកមីមុតឬក៏ខេត្តត្បូងឃ្មុំយើងខេត្តកំពង់ចាមអីហ្នឹងសិតតរេនធម្មជាតិហ្នឹងហើយបងប្អូនមើលទៅខាងក្រោយខ្ញុំហ្នឹងគឺជាតរេនដែលធម្មជាតិតរេនដែលគ្មានជាតិគីមីហើយមិនដែលប្រើគីមីឲ្យដូចគេគឺវាបានទឹកតែបានប៉ុណ្្នឹងទេគឺវាបានអត់ធំបានអត់នេះទេអត់បានចាស់អីទេអាហ្នឹងពូជបានថងណាបាទរី6គឺបានរឿងធំគូសំហើយរី6បានធំគូសំអាចនឹងចិត្តបានលក់ហើយព្រោះជាខែ5ដើមខែ5នេះបានលក់ហើយអញ្ចឹងវីដេអូនេះគឺខ្ញុំអត់មានអីច្រើនទេគឺខ្ញុំចង់ជម្រាបជូនទៅដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងថាតរេនស្រុកមីមុតយើងលក្ខណៈគ្រួសាររបស់យើងធម្មជាតិរបស់យើងគឺនៅតែមានគឺនៅតែធម្មជាតិសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងគ្រប់គ្រងនៅតែបន្តការគ្រប់គ្រងទៀតនៅខែនៅចុងខែ4ឬក៏ខែ5អីហ្នឹងចាប់ផ្ដើមទុំបដាជាមួយតរេនបាយតរេនដូនតាតរេនរី6តរេនម៉ាន់ថងហ្នឹងគឺចាប់ផ្ដើមទុំបដាទៅហើយបាទក្នុងនាមយើងជាកូនអ្នកមីមុតទាំងអស់គ្នាកុំភ្លេច share វីដេអូនេះចែកម្លែកទៅដល់មហាជនទាំងក្នុងស្រុកនិងក្រៅស្រុកទាំងអស់គ្នាឲ្យបានដឹងផងថាតរេនធម្មជាតិរបស់យើងគឺនៅតែមានគឺនៅតែល្អគុណភាពគឺនៅតែល្អគឺនៅតែឆ្ងាញ់ដដែលប៉ុន្តែមិនមែនឱកាសនេះពេលនេះទេគឺបញ្ជាក់ម្ដងហើយម្ដងទៀតគឺវាមាននៅដើមខែ5ឬក៏ពេលកណ្ដាលខែ5រហូតដល់ខែ8ទៅវាអស់ព្រោះវាមានបន្តកតុយគ្នាផ្លែអ្នកខ្លះទៅក៏ចេញផ្លែក្តឹបឬក៏ប៉ុនមីជើងឬក៏ប៉ុនកដៃប៉ុនផ្លូវអ្នកខ្លះទៅនៅផ្កាឡើយទេអញ្ចឹងហើយបានខ្ញុំហ៊ាននិយាយថាវាមានទុំចាប់ពីខែ5រហូតដល់ខែ8បាទអញ្ចឹងបងប្អូនអ្នកគ្នាទស្សនាលេងទៅជាមួយនឹងផ្លែតរេននៅទឹកដីស្រុកមីមុតយើងដាំមិនអីមិនជាលក្ខណៈមិនបងប្អូននឹងបានដឹងនៅពេលដែលទស្សនាវីដេអូនេះបានពេញមួយវីដេអូណាបងប្អូនទស្សនាបានចប់ទៅបងប្អូននឹងបានដឹងការពិតនឹងរបៀបថែទាំដំណាំតរេននៅទឹកដីស្រុកមីមុតយើងហើយតោះ let's go បងប្អូនគ្នាសម្រាប់ខ្ញុំគឺជាកូនអ្នកមីមុតផ្ទាល់ហើយនិយាយទៅខ្ញុំនៅខាងភូមិព្រៃឃុំចុងកវៀនស្រុកមីមុតខេត្តត្បូងឃ្មុំបងប្អូនហ្នឹងហើយបើសម្រាប់ចង្ការណាអត់ដឹងទេតែសម្រាប់ចង្ការនេះគឺហើយក៏មិនមែនជាចង្ការខ្ញុំដែរប៉ុន្តែនៅជាប់ចង្ការខ្ញុំណានេះគឺជាចង្ការបងខ្ញុំដែលគាត់ដាំតរេនបានផលបានផ្លែហើយបានធំគូសំហើយប្រហែលថ្ងៃនេះខ្ញុំឃើញមានវីដេអូព្រឹត្តិកម្មខ្លាំងមែនទែនព្រឹត្តិកម្មជាមួយនឹងតរេនស្រុកមីមុតយើងណាបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាបានឃើញវីដេអូនោះហើយវីដេអូមីងមួយដែលគាត់និយាយថាតរេនមីមុតណាតាមពិតទៅគឺខាងក្រសួងឬក៏ខាងនគរបាលជាតិពាក់ព័ន្ធនៅស្រុកនោះគឺគេបានចាប់វិធានការហៅគាត់ទៅសួរនាំឬក៏សួរលិខិតការទិញដូរផ្លែតរេននោះបានហើយបងប្អូនជាស្ដែងគឺចេញពីស្រុកមីមុតទៅមែនបងប្អូននឹងឲ្យខ្ញុំទទួលស្គាល់ថាវាពិតជាបានចេញពីស្រុកមីមុតទៅមែនប៉ុន្តែវាមិនមែនគ្រប់ប្រជាពលរដ្ឋប្រជាកសិករទាំងអស់នៅស្រុកមីមុតគឺធ្វើទាំងវើនោះទេនិយាយទៅអារឿងនេះយើងកុំនិយាយឆ្ងាយកុំនិយាយវែងឆ្ងាយទៀតបើមិនយើងនិយាយវែងឆ្ងាយទៀតទៅវាអាចនឹងប៉ះពាល់ឆ្នាំងបាយគេណាព្រោះអាជីវកម្មគេរស់ស៊ីបែបនេះយូរហើយយើងក៏មិនអាចនិយាយបានច្រើនទេដែរអ្វីដែលគោលបំណងរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំចង់មកធ្វើវីដេអូបង្ហាញទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាគឺខ្ញុំចង់ប្រាប់ចង់បង្ហាញទៅដល់បងប្អូនទាំងអស់គ្នាទាំងស្រុកមីមុតនិងក្រៅស្រុកមីមុតទាំងស្រុកខ្មែរនិងក្រៅស្រុកខ្មែរដែលបងប្អូននិយមគ្រប់គ្រងជាមួយនឹងតរេនធម្មជាតិចេញពីកម្ពុជាទៅឬក៏ពីស្រុកមីមុតទៅផ្ទាល់តែម្ដងនឹងហើយសម្រាប់ថ្ងៃទី24ខែ3ខែមីនាឆ្នាំ2025តរេនរបស់យើងគឺបានប៉ុណ្ណេះហើយប៉ុន្តែសូមបញ្ជាក់នេះមិនមែនជាតរេនម៉ាន់ថងទេណាចង់និយាយថាតរេនពូជដូចគ្នាក៏ប៉ុន្តែវាមិនមែនជាពូជម៉ាន់ថងទេវាគឺជាពូជរី6
ហ្នឹងហើយរី6នឹងមិនថងវាមានលក្ខណៈខុសគ្នាតិចតួចទេវាអត់ខុសគ្នាអីច្រើនទេគ្រាន់តែថាមិនថងគេគុណភាពគេដូចថាបាន99%ប៉ុន្តែអានេះបានទៅមក85%ទេរសជាតិអានឹងការផ្អែមរបស់វាណាវានៅចាញ់មិនថងប៉ុន្តែសន្ទុះនៃការលូតលាស់អាយុកាលឬក៏ផ្លែរបស់វានឹងគឺមានការលូតលាស់លឿនជាងមិនថងអាយុរបស់វាចាប់ពីខ្លោចចិត្តទៅគឺគេរាប់ចាប់ពីខ្លោចចិត្តទៅទម្រាំទៅវាបានធំបានផ្លែធំប៉ុណ្ណឹងរហូតដល់ទុំគឺគេចំណាយពេលរហូតដល់120ថ្ងៃឬក៏140 150តាមពូជតាមសុខភាពដើមខ្លះណាប៉ុន្តែរី6វាចំណាយពេលតែ90ថ្ងៃឬក៏100ថ្ងៃគឺវាត្រូវទុំហើយគឺវាត្រូវអស់ហើយអញ្ចឹងត្រេននេះគឺវានឹងចាប់ផ្ដើមទុំនៅដើមខែ5នៅដើមខែ5ឬក៏ចុងខែ4ចុងខែ4ត្រេនពូជរី6ហ្នឹងគឺវានឹងចាប់ផ្ដើមទុំហើយអញ្ចឹងខ្ញុំសូមជម្រាបទៅដល់បងប្អូនទាំងអស់គ្នាពេលដែលត្រេនពេលដែលដើមខែ5និងចុងខែ4ទុំសូមបងប្អូនធ្វើការកំងត្រេនពីស្រុកមីមុតទៅសូមក៏មានការភ័យខ្លាចទៀតថាខ្លាចថាត្រេនមកពីប្រទេសជិតខាងឬមួយក៏ត្រេនគីមីត្រេនមិនមែនធម្មជាតិទេទុំខែហ្នឹងព្រោះត្រេនប៉ុណ្ណឹងវ័យប៉ុណ្ណឹងហើយដែលខ្ញុំនិយាយមិញថាខ្ញុំត្រេនខ្មែរយើងនឹងទុំនៅដើមខែ5ចុងខែ4ហ្នឹងវាមិនមែនទូទៅគ្រប់ចង្ការណាបងប្អូនវាមានភាគតិចមែនទេតាមចង្ការខ្លះទៅគឺអត់ទាន់មានប៉ុណ្ណឹងទេចង្ការដែលមានត្រេនប៉ុណ្ណឹងគឺមានតែប្រមាណភាគរយតែប៉ុណ្ណោះប្រហែលជា5%ទេជាក់ស្ដែងបើដូចបានថងផងទើបតែប្រព័ន្ធកដៃឬក៏ប្រព័ន្ធកជើងប្រព័ន្ធចុងផ្លូវអីអស់ហើយប៉ុន្តែបើរី6យើងអាចធំបានធំប៉ុណ្ណឹងឬក៏ធំលឿនហ្នឹងដល់អញ្ចឹងហើយពេលដែលដើមខែ5ចុងខែ4មកដល់បងប្អូនបាច់ភ័យខ្លាចទៀតទេបើសិនជាកំងពីប្រជាកសិករលក្ខណៈគ្រួសារតាមភូមិណាប៉ុន្តែកុំថាឡើយដើមខែ5ចុងខែ4បើសិនជាបងប្អូនធ្វើការកំងខុសមនុស្សនោះបងប្អូននឹងបានផលិតផលដែលមិនល្អខូចសុខភាពយកទៅពិសាហើយអញ្ចឹងបានថាបើសិនជាបងប្អូនឆ្លាញ់សុខភាពកុំភ្លេចធ្វើការជាវឬក៏កំងត្រេនពីបងប្អូនប្រជាកសិករម្ចាស់ចម្ការពិតទៅព្រោះគាត់ដាំនេះគឺគាត់ដាំប្រភេទហើយនឹងបែបលក្ខណៈគ្រួសារធម្មជាតិទោះបីវាមិនបាន100%ក៏ដោយក៏វាបានរហូតដល់80%ដែរមិនបានខ្ញុំនិយាយថាវាមិនអាចបាន100%ក៏ព្រោះតែអ្វីក៏ដោយយើងដាំសប្តាហ៍នេះគឺយើងចាំបាច់មែនទែនគឺការប្រើប្រាស់ទៅលើថ្នាំសត្វល្អិតគឺបាញ់ទៅលើដើមទៅលើដងដែលពពួកសត្វល្អិតដែលវាតែងតែមកយាយីបំផ្លាញដំណាំយើងណាបើយើងអត់ប្រើសោះគឺអត់កើតទៅហ្មងអត់កើតទេក៏ប៉ុន្តែវាមិនមានអីជាផលប៉ះពាល់ដូចយើងនាំចូលពីប្រទេសជិតខាងទេឥឡូវខ្ញុំសូមនិយាយឆ្លងដែនតិចចុះចូលដែនអធិបតេយ្យភាពតិចចុះតាមពិតទៅត្រេនរី6ឬក៏មិនថងតែទំហំនឹងកាឡាវាប៉ុណ្ណឹងបើនៅស្រុកគេប្រទេសគេហ្នឹងគឺគេធ្វើបានទុំហើយគេកាត់យកទៅដល់គេធ្វើប៊ីមិនអីប៊ីមិនខ្ញុំអត់ដឹងទេប៉ុន្តែគេអាចធ្វើបានឲ្យវាទុំភ្លាមហ្នឹងបានជូនបងប្អូនយើងហូបលេងកើតមករីកងស់គ្នាឡើងហ្នឹងណាមិញហ្នឹងខ្ញុំថតខ្ញុំនិយាយពីត្រេនដែរប៉ុន្តែពូជខុសគ្នាមិញហ្នឹងពូជរី6ឥឡូវយើងមកនិយាយពីមិនថងវិញម្ដងជាប្រភេទដែលដំណាំត្រេនដែលល្បីឈ្មោះលេខ1ណាក្នុងពូជត្រេនណានិយាយទៅបើសិនជាមកសាច់ឆ្ងាញ់ជាងគេមានតែមិនថងហ្នឹងហើយក៏ប៉ុន្តែជាស្ដែងមិនថងយើងទៅបានប៉ុណ្ណេះទេអស់ធំហើយបានប៉ុណ្ណឹងណាប្រហែលជាមួយចូលប្រហែលជា1គីឡូឬក៏1គីឡូជាងអីប៉ុណ្ណឹងវាអត់ទាន់មានធំឬក៏បានលក់ដូររាប់សិបតោនដូចគេនិយាយដូចគេធ្វើវីដេអូលក់ជូនបងប្អូនដែលថាត្រេនមីមុតទុំហើយធំហើយហ្នឹងគឺអត់ទាន់មានទេចង់ថាវិញក៏ដើររស់ណារស់តែរស់អត់បានទេបានយ៉ាងច្រើនមួយពីផ្លែស្លក់ផ្លែដើមដៃផ្លែមុនគេអញ្ចឹងណាវាផ្លែប៉ុណ្ណេះវាអត់ទាន់ដាក់សាច់ទេវាទៅតែរីកគ្រាប់រីកចាប់ដើមកកើតសាច់តិចទេត្រេនមិនថងវាចាប់ដើមកើតសាច់នៅពេលដែលវាចាប់ពីអាយុវាឬក៏ទំហំរបស់វាចាប់ពីប្រហែលជា2គីឡូឡើងទៅ2គីឡូឬក៏2គីឡូជាងបានសាច់ហើយប៉ុណ្ណឹងបានតែបានតិចណានៅសម្បកវានៅក្រាស់ជាងទេប៉ុណ្ណេះវាអត់ទាន់ពង្រីកខាងក្នុងរបស់វាទេវាតែពង្រីកខាងក្រៅពង្រឹងសុខភាពរបស់វាសិនអញ្ចឹងណាហើយឆ្នាំនេះប្រហែលជាត្រេនមីមុតយើងប្រហែលជាអត់ដូចឆ្នាំទៅទេមើលទៅប្រហែលជារឿងអាចនឹងធ្លាក់ទិន្នផលឬក៏ធ្លាក់ចំនួនបរិមាណអីខ្លះហើយព្រោះថាចង្ការខ្លះទៅក៏មានទៅចង្ការខ្លះទៅក៏អត់ទៅចង្ការខ្លះទៅក៏អត់មានសោះតែម្ដងដោយសារតែផ្លែវាអត់នេះฉะนั้นវាចេញផ្កាអត់ស្មើគ្នាអត់ស្មើដៃគ្នាណាចង្ការខ្លះទៅក៏មានរហូតដល់វគ្គ2វគ្គ3ទៅចង្ការខ្លះទៅក៏មានតែ1វគ្គបើគេអានេះសូមជម្រាបបងថានេះផ្លែវគ្គមុនណាផ្លែវគ្គមុនដែលវាចាប់ចេញតាំងពីខែ11ចូលខែ11ឬក៏ខែ11ថ្ងៃ11ហ្នឹងវាបានប៉ុណ្្នឹងហើយព្រោះថាបាទទូចឹងនេះអានឹងក្រោយទេតែនេះប្រហែលជាចាប់ពីខែ11មកខែ11ថ្ងៃ10ថ្ងៃ11ហ្នឹងមកគឺទៅបានប៉ុណ្្នឹងឯងវាអត់មានអីធំឬក៏មានត្រេនដល់ថ្នាក់លក់ដូរច្រើនហូរហែទេ